វាមិនមែនជាលើកទី1ទេដែលខ្ញុំតែងតែឃើញបងប្អូនខ្មែរយើងមួយចំនួនតូចដែលគាត់តែងតែខមមិនលេបខាយផ្លែផ្កាឌឺដងជាពិសេសប្រមាថមកលើប្រទេសកម្ពុជាយើងពាក់ព័ន្ធជាមួយនឹងអាវុធបាទរឿងមីស៊ីលរឿងរថក្រោះបាទរឿងនុយក្លេអ៊ែរបាទបងប្អូនតែងតែឃើញហើយបងប្អូនខ្លះគាត់ផុសបាទវីដេអូពាក់ព័ន្ធជាមួយនឹងអាវុធទំនើបមិនថាអាវុធអាមេរិកមិនថាអាវុធរបស់ចិនមិនថាអាវុធរបស់កូរ៉េខាងត្បូងអាវុធរបស់ជប៉ុននៅពេលដែលគេផុសចេញមកគឺមានបងប្អូនខ្មែរយើងមួយចំនួនគាត់តែងតែខមមិនផ្លែផ្កាថាប្រទេសគេអួតអាវុធគេមានសមត្ថភាពផលិតអាវុធទំនើបបាទល្អតែខ្មែរយើងវិញអត់មានអួតគេទេអួតតែពីរឿងសម្ពោធនេះរឿងសម្ពោធនោះបាទខ្ញុំគ្រាន់តែចង់ជម្រាបបងប្អូនថាសួរថាប្រទេសទាំងនោះគេអួតអាវុធគេបញ្ចេញអាវុធគេមានសមត្ថភាពផលិតអាវុធគេបង្ហាញរឿងអាវុធគេនេះដោយសារអីបាទដោយសារតែប្រទេសនីមួយៗគឺតែងតែចង់មានសុខសន្តិភាពបាទប្រទេសនីមួយៗចង់តែអួតតែខ្លួនខ្លាំងមិនចង់ឲ្យអ្នកណាមកប៉ះពាល់ខ្លួនបាទឬក៏ចង់បង្ហាញសក្តានុពលរបស់ខ្លួនឲ្យគេបានឃើញបាទឲ្យគេបានឃើញឲ្យគេខ្លាចទៅឲ្យគេនឹងកុំឲ្យមកឈ្លានពានអីចឹងទៅលាក់អញ្ចឹងទៅចំណុចសំខាន់មិនថាប្រទេសនោះជាប្រទេសមហាអំណាចក៏ដោយប្រទេសនោះជាប្រទេសមិនមហាអំណាចក៏ដោយការបង្ហាញអាវុធការបង្ហាញកម្លាំងនេះគ្រាន់តែមិនចង់ឲ្យប្រទេសជិតខាងឬក៏ប្រទេសមួយចំនួនមកឈ្លានពានខ្លួនតែប៉ុណ្ណោះគេគ្រាន់តែចង់ឲ្យប្រជាជនគេរស់បានសុខចង់ឲ្យប្រទេសគេនឹងមានសុខសន្តិភាពទៅបានជាប្រទេសនីមួយៗនឹងអួតកម្លាំងអួតអាវុធបង្ហាញសភាវុធនេះបង្ហាញសភាវុធនោះតែសម្រាប់ប្រទេសកម្ពុជារបស់យើងវិញក្នុងនាមយើងជាប្រជាជនខ្មែរក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរយើងអត់មានត្រូវតែអន់ចិត្តអន់ថ្លើមដោយសារតែយើងគ្មាននុយក្លេអ៊ែរគ្មានអាវុធទំនើបដូចគេទេយើងគួរតែមានមោទនភាពដោយសារតែប្រទេសយើងពេលនេះមកនេះកំពុងតែមានសុខសន្តិភាពស្របពេលដែលប្រទេសមួយចំនួនអួតអាវុធគ្នាបាញ់គ្នាណោះឥឡូវប្រជាជនគេមួយបងប្អូនមើលទៅរត់ខ្ចាត់ខ្ចាយបែកបាក់គ្រួសារអញ្ចឹងទៅអញ្ចឹងវាមិនអស់ចាយរឿងអួតអាវុធហ្នឹងទេបងប្អូនត្រូវចាំថាកម្ពុជារបស់យើងធ្វើបើមិនអាចផលិតនុយក្លេអ៊ែរមិនអាចផលិតមីស៊ីលមិនអាចផលិតរថក្រោះបានតែកម្ពុជាមានសមត្ថភាពក្នុងការទិញរថក្រោះកាភ្លើងធំមីស៊ីលផ្សេងគឺយើងមានសមត្ថភាពក្នុងការទិញដើម្បីយកអាវុធទាំងអស់នោះមកការពារទឹកដីរបស់កម្ពុជាអញ្ចឹងដូចខ្ញុំបានជម្រាបបងប្អូនមួយចំនួនដែលតែងតែខមមិនឲ្យតែឃើញគេនឹងអួតកាភ្លើងធំអួតមីស៊ីលអួតអាវុធផ្សេងនោះគឺយើងចាប់ផ្ដើមមកមើលងាយខ្មែរឯងអូយឃើញគេអួតអាវុធធំចំណែនដល់ខ្មែរយើងអត់មានអួតគេទេអួតតែរឿងទៅសម្ពោធនេះសម្ពោធនោះយើងគួរតែមានមោទនភាពបងប្អូនដូចខ្ញុំបានជម្រាបមកអញ្ចឹងគេអួតដោយសារតែគេនឹងចង់ការពារទឹកដីរបស់គេចង់ឲ្យប្រទេសគេមានសន្តិភាពចង់ឲ្យប្រជាពលរដ្ឋគេបានសុខគេចង់បង្ហាញកម្លាំងថាគ្មានអ្នកណាម្នាក់ត្រូវមកវាយប្រហារក៏ដូចជាមកបំពេញទឹកដីគេបានអញ្ចឹងណាសំខាន់គឺកត្តាសន្តិភាពហ្នឹងតែម្ដងតែសម្រាប់ប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាពស្រាប់ហើយអញ្ចឹងវាមិនសំខាន់អីវាមិនអស់ចាយអារឿងអួតអាវុធធំបង្ហាញអាវុធនេះបង្ហាញអាវុធនោះទេយើងគួរតែមានមោទនភាពជាពិសេសកម្ពុជារបស់យើងមានលទ្ធភាពគ្រប់គ្រាន់ទោះបីជាយើងមិនមានអាវុធអស្ចារ្យទំនើបក៏ដូចជានុយក្លេអ៊ែរដូចប្រទេសមួយចំនួនតែកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារទឹកដីក្នុងការការពារបូរណភាពទឹកដីហើយជាពិសេសកម្ពុជារបស់យើងមានមេដឹកនាំល្អដោយមិនអោយប្រជាពលរដ្ឋពិបាកមិនអោយប្រជាពលរដ្ឋភ័យបារម្ភពាក់ព័ន្ធជាមួយបញ្ហាការឈ្លានពានរបស់ប្រទេសជិតខាងបាទកត្តាសំខាន់គឺថ្នាក់ដឹកនាំតែម្ដងបងប្អូនយើងអញ្ចឹងយើងគួរតែមានមោទនភាពកុំអោយតែឃើញគេអីបន្តិចយកទៅប្រៀបធៀបជាមួយគេហើយមិនប្រៀបធៀបរឿងអីទៅជាប្រៀបធៀបរឿងនុយក្លេអ៊ែរប្រៀបធៀបរឿងមីស៊ីលប្រៀបធៀបរឿងកាភ្លើងធំរថក្រោះទៅវិញអញ្ចឹងដូចខ្ញុំបានជម្រាបបងប្អូនថាយើងគួរតែមានមោទនភាពសម្រាប់កម្ពុជារបស់យើងបាទរាប់រយឆ្នាំមកហើយដែលកម្ពុជារបស់យើងពុំមានសុខសន្តិភាពដូចនៅពេលបច្ចុប្បន្នទេទើបតែជាង40ឆ្នាំចូល50ឆ្នាំចុងក្រោយនេះទេក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែននិងដឹកនាំបន្តដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាពេលបច្ចុប្បន្ននេះទើបកម្ពុជារបស់យើងមានសុខសន្តិភាពបាទអញ្ចឹងក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរគួរតែមានគំនិតជាតិនិយមចេះស្រឡាញ់ជាតិចេះឲ្យតម្លៃជាតិទោះបីជាគេមានអាវុធល្អប៉ុណ្ណាក៏ដោយមានអាវុធទំនើបប៉ុណ្ណាក៏ដោយគេល្អបែបគេអញ្ចឹងទៅតែសម្រាប់យើងទោះបីជាយើងគ្មានមីស៊ីលគ្មាននុយក្លេអ៊ែរទំនើបដូចគេអួតយើងអួតតែសុខសន្តិភាពបាទប្រទេសរីកចម្រើនការអភិវឌ្ឍបងប្អូនប្រជាជនខ្មែររស់នៅស្រួលមិនភ័យបារម្ភនឹងសង្គ្រាមអញ្ចឹងខ្ញុំសូមឲ្យបងប្អូនចូលរួមថែរក្សានិងការពារសុខសន្តិភាពទាំងអស់គ្នាមានសន្តិភាពទើបមានអ្វីគ្រប់យ៉ាងតែបើគ្មានសន្តិភាពហើយកុំនិយាយរឿងការអភិវឌ្ឍឬក៏ការរស់នៅស្រួលរបស់ប្រជាពលរដ្ឋនោះអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងជូនចំពោះបងប្អូនត្រូវចាំថាគ្មានបរទេសឯណាមកស្រឡាញ់ខ្មែរយើងជាងខ្មែរនោះទេ